Abe baju nói Valverde baju nói Luka Vasquez cross một rồi Abe Mbappe ពីគ្រាប់របស់អធិរាជសរៀលម៉ាឌ្រីតគ្រាប់ដំបូងគេគឺរកបានដោយកីឡាករ Kylian Mbappe នៅនាទីទី17 ជំរាបសួរប្រិយមិត្តបាល់ទាត់ជាទីមេត្រីស្វាគមន៍ផ្សាយជាថ្មីថ្ងៃនេះគឺជាថ្ងៃទី16ខែមីនាឆ្នាំ2025ថ្ងៃនេះ admin លើកគូបាល់ចំនួន4គូទៀតហើយដែលស្ថិតនៅក្នុងព្រឹត្តិការណ៍លីកកំពូលនៃអង់គ្លេស3គូនិងមួយគូទៀតគឺស្ថិតនៅក្នុងព្រឹត្តិការណ៍ La Liga នៃអេស្ប៉ាញអូខេឥឡូវយើងកុំឲ្យខាត់ពេលយូរយើងទៅមើលលទ្ធផលទាំងអស់គ្នាបាទគូទី1នេះគឺជួបគ្នារវាង Southampton ប៉ះជាមួយនឹង Wolverhampton លទ្ធផលផ្លូវការគឺក្រុមភ្ញៀវបាទ Wolver យកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ 2-1 បាទពីគ្រាប់របស់ Wolverhampton បាទគ្រាប់ដំបូងគេគឺរកបានដោយកីឡាករ Trent Larsen នៅនាទីទី19 Jorgen Trent Larsen អូឈ្មោះវែងដល់ក៏និងគ្រាប់ទី2ក៏រកបានដោយ Larsen ដដែលនៅនាទីទី47គូទី2ជួបគ្នារវាង Ipswich Town ប៉ះជាមួយនឹង Nottingham Forest លទ្ធផលផ្លូវការនោះគឺក្រុមម្ចាស់ផ្ទះចាញ់ទៀតហើយក្រុមភ្ញៀវ Nottingham Forest បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Ipswich Town 4-2 4គ្រាប់របស់ Nottingham Forest បាទគ្រាប់ដំបូងគេគឺរកបានដោយកីឡាករ Nikola Milenkovic នៅនាទីទី35គ្រាប់ទី2គឺរកបានដោយកីឡាករ Anthony Elanga នៅនាទីទី37ចំណែកគ្រាប់ទី3ក៏រកបានដោយ Anthony Elanga ដដែលនៅនាទីទី41និងគ្រាប់ទី4រកបានដោយកីឡាករ Jota Silva នៅនាទីទី87គូទី3គឺជួបគ្នារវាង Bournemouth ប៉ះជាមួយនឹង Brentford លទ្ធផលផ្លូវការគឺក្រុមភ្ញៀវយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះទៀតហើយបាទ Brentford យកឈ្នះទៅលើ Bournemouth 2-1 ពីគ្រាប់របស់ Brentford គ្រាប់ដំបូងគេគឺរកបានដោយកីឡាករ Yone Wissa នៅនាទីទី30និងគ្រាប់ទី2គឺរកបានដោយកីឡាករ Christian Nordgaard នៅនាទីទី71បាទChristian Nordgaard គូទី4នេះគឺជួបគ្នារវាង Villarreal និងអធិរាជស Real Madrid បាទគឺនៅព្រឹត្តិការណ៍ La Liga នៃអេស្ប៉ាញលទ្ធផលផ្លូវការនោះគឺអធិរាជសដែលជាក្រុមភ្ញៀវយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Villarreal 2-1 ពីគ្រាប់របស់អធិរាជស Real Madrid គ្រាប់ដំបូងគេគឺរកបានដោយកីឡាករ Kylian Mbappe នៅនាទីទី17និងគ្រាប់ទី2ក៏ Mbappe ដដែលនៅនាទីទី23បាទ Mbappe បាទពីគ្រាប់ម្នាក់ឯងនៅក្នុងមួយប្រកួតហើយគឺស្ថិតនៅក្នុងតង់ទី1ទាំងអស់បាទពីរគ្រាប់នេះបាទការបង្ហាញលទ្ធផលផ្លូវការទាំង4គូដែលស្ថិតនៅក្នុងព្រឹត្តិការណ៍ពីរផ្សេងគ្នាបាទគឺនៅព្រឹត្តិការណ៍លីកកំពូលនៃអង់គ្លេស3គូនិងមួយគូទៀតគឺនៅព្រឹត្តិការណ៍ La Liga នៃអេស្ប៉ាញឥឡូវនេះបានឈានចូលមកដល់ទីបញ្ចប់ហើយអរគុណបងប្អូនដែលទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជួបខ្ញុំនៅវីដេអូក្រោយទៀត